ចាំបានថាការពីរឿងនេះចេញដំបូងណាខ្ញុំ obsess ខ្ញុំចូលចិត្តមើលរឿងហ្នឹងខ្លាំងមែនតើហ្មងដោយសារតែរឿងនេះវាមានធាតុផ្សំជាច្រើនដែលខ្ញុំចូលចិត្តពីរឿងដែលមានដូចជាការលេងសៀកផងមាន heist ការប្លន់ខ្នាតធំអីហ្នឹងហើយមាន shot action លយក៏ដូចជាមានក្រុមដែលសមាជិកក្រុមមានសមត្ថភាពខុសៗគ្នាលយទៀតប៉ុន្តែរឿងនេះវាអត់សូវទទួលបានការសរសើរពីអ្នកវិភាគគុណប្រមាណទេដោយសារតែវាជារឿងបែប popcorn flicks វាគឺជារឿងបែបសប្បាយៗអត់មានអត្ថន័យប្រកបនៅក្នុងនឹងអត់មានន័យជ្រាលជ្រៅដែលធ្វើឲ្យយើងមើលហើយគិតបានយូរអីអញ្ចឹងទៅប៉ុន្តែដោយសារតែអញ្ចឹងឯងទើបវាធ្វើឲ្យរឿងហ្នឹងវាល្អមើលហើយសប្បាយភ្នែក enjoyable ហើយនឹង fun ទោះបីជាវាអត់សូវទទួលបានការគាំទ្រពីអ្នកវិភាគគុណមែនក៏ដោយប៉ុន្តែរឿងនេះរកចំណូលបានច្រើនគួរសមដែលបាននាំឲ្យវាបង្កើតខ្លាយទៅជាខ្សែស្រឡាយមកដល់សប្តាហ៍ថ្ងៃហ្នឹងមានរហូតដល់3វគ្គដែលវគ្គ3នឹងធៀមចេញនៅក្នុងខែវិច្ឆិកាឆ្នាំ2025នេះហើយអញ្ចឹងហើយទើបនៅក្នុងវីដេអូនេះយើងនឹងត្រឡប់ទៅមើលរឿងហ្នឹងឡើងវិញយើងទៅរំលឹកក៏ដូចជាវិភាគបន្តិចបន្តួចចង់នឹងថាតើរឿងហ្នឹងនៅតែល្អមើលដូចតាមយើងចាំអត់នៅក្នុងឆ្នាំ2013ផលិតកម្ម Lionsgate បានដាក់បញ្ចាំងរឿង Now You See Me ដែលរកចំណូលបានជាង$351 លានជាមួយនឹងការចំណាយថតត្រឹមតែ$75 លានតែប៉ុណ្ណោះរឿងនេះគឺជារឿង original មួយរបស់ Hollywood ដែលចេញពីណាពីណីមកអត់ដឹងទេប៉ុន្តែរកលុយបានច្រើនមែនទែនដែលយើងកម្រឃើញនៅក្នុងបរិបទរឿង Hollywood សម័យឥឡូវមែនទែនដោយសារតែបើសិនជារឿងហ្នឹងមិនមែនស្ថិតនៅក្នុងខ្សែស្រឡាយមួយដែលល្បីហើយស្រាប់វាពិបាកនៅក្នុងការរកចំណូលនៅក្នុង box office ខ្លាំងមែនទែន Now You See Me វគ្គដំបូងនេះនិយាយអំពីក្រុមអ្នកលេងសៀកមួយក្រុមដែលត្រូវបានខាង FBI ហើយនឹងខាង Interpol ដែលយើងអាចបកប្រែថាជាប៉ូលីសព្រំប្រទានអន្តរជាតិកំពុងស៊ើបអង្កេតពីពួកគាត់ពីបទលួចលុយធនាគារកំឡុងពេលសម្ដែងហើយចែកចាយលុយទាំងនោះទៅកាន់ទស្សនិកជនខ្លួនឯងក្នុងឆ្នាំ2013ខ្ញុំទៅតែអាយុ15ឆ្នាំហើយខ្ញុំចាំថាពេលខ្ញុំមើលរឿងនឹងដំបូងខ្ញុំនិយាយពីរឿងនឹងអត់ឈប់ហ្មងដោយសារតែពេលហ្នឹងខួរក្បាលខ្ញុំអត់ទាន់វិវត្តអស់ដល់កំពូលដល់ពេលអញ្ចឹងទៅមើលរឿងហ្នឹងហើយអត់សូវគិតវែងឆ្ងាយទេទោះបីជារឿងហ្នឹងវាអត់ make sense ចំណុចខ្លះក៏ដោយក៏ខ្ញុំអត់ចាប់អារម្មណ៍ដែរហេតុផលដែលខ្ញុំនិយាយហ្នឹងក៏ដោយសារតែរឿងនេះគេព្យាយាមប្រាប់អ្នកមើលតែនៅក្នុងរឿងតែនៅក្នុងការសម្ភាសនៅពេលឃោសនាហ្នឹងថាការលេងសៀកឬក៏ការឆ្ពិនភ្នែក magic trick នៅក្នុងរឿងហ្នឹងគឺសុទ្ធតែធ្វើឡើងមែនតែនអត់មានការបោកបញ្ឆោតឬក៏កាត់តដើម្បីឲ្យ magic trick ហ្នឹងធ្វើបានទេព្រោះអីប្រតិកោរឿងហ្នឹងបានស្រាវជ្រាវក៏ដូចជាសួរនាំពីអ្នកលេងសៀកមែនតែនហើយនឹងមានអ្នកលេងសៀកប្រចាំការនៅពេលថតរឿងហ្នឹងទៀតតែពេលដែលយើងមើលរឿងហ្នឹងមែនតែនណាសឹងតែគ្រប់ឈុតដែលមានការលេងសៀកបើសិនជាអត់កាត់តទេមើលទៅធ្វើមែនតែនអត់បានហ្មងអាវគ្គ1នេះអត់សូវអីហ្មងទេប៉ុន្តែដល់ពេលចូលដល់វគ្គ2គឺថា everything នៅក្នុងហ្នឹងគឺ CGI ទាំងអស់ហ្មងដល់ពេលចឹងទៅវាធ្វើឲ្យអ្នកមើលហ្នឹងកាន់តែឆ្ងល់ទៀតថាតើតួអង្គនៅក្នុងរឿងហ្នឹងគឺជាអ្នកលេងសៀក magician ឬក៏ជាគ្រូធ្មប់ដែលចេះសិលមែនតែននៅក្នុងវគ្គដំបូងនេះយើងជួបជាមួយនឹងតួអង្គរបស់យើង4នាក់ដែលគេឲ្យឈ្មោះក្រុមពួកគាត់ថា The Four Horsemen ក្នុងហ្នឹងមានដូចជា J. Daniel Atlas ដែលជាបរិសុទ្ធសង្ហា charming ប្រចាំក្រុមការណែនាំខ្លួនរបស់តួអង្គគាត់នេះគឺជាមួយនឹងការបង្ហាញសិល្បៈនៅលើអគារយើងមិនបាច់វិភាគច្រើននេះឈុតនេះដោយសារតែមិនបាច់គេបញ្យល់ក៏យើងដឹងដែរថាតើគេអាចធ្វើដោយរបៀបណាគឺជាការរៀបគម្រោងទុកមុនជាមួយនឹងជាងភ្លើងនៅក្នុងអគារនឹងឯងបន្ទាប់មកយើងបានជួបជាមួយនឹងតួអង្គ Merritt McKinney ដែលគាត់គឺជាអ្នកលេងសៀកពូកែខាងសណ្ដំនិងទាយការគិតរបស់មនុស្សទុកមុនបាននៅក្នុងឈុតនេះគាត់បានប្រើក្បាច់នេះទៅលើគូស្វាមីភរិយាមួយគូដែលខាងប្តីនឹងលួចលាក់មានស្រីក្រោយខ្នងពីប្រពន្ធគាត់ត្រឹមប៉ុណ្្នឹងយើងអាចជឿទុកចិត្តបានថាគាត់គឺជាអ្នកលេងសៀកធម្មតាមិនជាគ្រូសិលអីទេដោយសារតែការសណ្ដំការមើលចិត្តមនុស្សធ្លុះហ្នឹងគឺអាចធ្វើបានមែនសមាជិកមួយទៀតគឺ Jack Wilder ជាអ្នកជំនាញគប់ស្លឹកបៀហើយនឹងដៃរហ័សអីដែលយើងបានឃើញនៅក្នុងឈុតណែនាំតួអង្គមួយនេះគឺជាសៀកដែលយើងធ្លាប់ឃើញកន្លងមកអញ្ចឹងយើងអាចសន្និដ្ឋានបានថាតួអង្គគាត់នេះមិនមែនជាគ្រូសិលទេសមាជិកចុងក្រោយរបស់ក្រុមគឺ Henley Reeves ដែលគាត់គឺជាអតីត assistant របស់ Daniel Atlas តែឥឡូវគឺជាអ្នកសម្ដែងបែបគ្រោះថ្នាក់ឬក៏ shock performer ការសម្ដែងរបស់គាត់គឺដោះសោខ្នោះដៃកិច្ចខ្លួនចេញពីក្នុងទឹកនឹងមុនអស់ម៉ោងប៉ុន្តែគាត់កិច្ចខ្លួនអត់ទាន់ដែលធ្វើឲ្យត្រី Piranha នឹងធ្លាក់ចូលទៅក្នុងទូនឹងហើយក៏ស៊ីសាច់គាត់ចេញឈាមអីចឹងទៅប៉ុន្តែបានគេ reveal ថាតាមពិតគាត់នៅខាងក្រៅទូនឹងទេទោះបីជាយើងខំគិតថាគាត់អាចចេញតាមទ្វារសម្ងាត់ពីក្រោមទូនឹងអីក៏ដោយក៏គាត់អាចធ្វើបានដោយអត់មានណាគេឃើញដែរដោយសារតែនៅក្នុងឈុតនឹងយើងបានឃើញគាត់ប្រកាច់ប្រកិននៅពេលត្រីខាំនឹងមែនតែន so ឈុតនឹងបើសិនជាគាត់មិនមែនធ្មប់ទេខ្ញុំអត់ដឹងថាគាត់អាចធ្វើមិនបានមែនតែនទេហើយខ្ញុំជឿថាអ្នកនរគ្នាប្រហែលជាដឹងពីចំណុចមួយនេះហើយដែលតារាសម្ដែង Isla Fisher ដែលដើរតួជា Henley ហ្នឹងប៊ីសនឹងលងទឹកមែនតែនកំឡុងពេលដែលថតឈុតនឹងហើយខ្ញុំក៏គិតថាវាគឺជាហេតុផលដែលគាត់អត់បានត្រឡប់មកថតវគ្គ2នឹងវិញដែរក្រោយមកពួកគាត់ទាំង4នាក់បានមកជួបគ្នានៅក្នុងបន្ទប់ apartment មួយក្រោយទទួលបានសិលឹកបៀដែលភ្ជាប់ជាមួយនឹងអាសយដ្ឋានរបស់ផ្ទះនឹងក្រោយមកនៅក្នុងរឿងមិនគេឲ្យយើងដឹងថាក្រុមសង្កាត់ដែលបានហៅនឹងបង្កើតក្រុមរបស់ពួកគាត់នឹងមានឈ្មោះថា DI សាច់រឿងក៏បានពន្លឿនពេលវេលាទៅមុខទៅដល់ពេលដែលពួកគាត់សម្ដែងជុំគ្នាជាលើកដំបូងនៅលើឆាក
នៅទីក្រុង Las Vegas ដែលវគ្គចុងក្រោយនៃការសម្ដែងនេះយើងឃើញពួកគាត់លួចលុយពីធនាគារដែលគាត់បានហៅអ្នកមើលម្នាក់ដោយចៃដន្យឡើងមកលើឆាកសញ្ញេនៅលើសន្លឹកបៀដើម្បីទុកនៅក្នុងទូដែក teleport ឬក៏បំបាំងកាយទៅធនាគារដែលអ្នកមើលនឹងបានជ្រើសរើសបូមលុយពីក្នុងទូដែកនឹងហើយក៏បាញ់តម្លាក់ឲ្យទស្សនិកជននៅក្នុងសាល Las Vegas នឹងការសម្ដែង teleport ឬក៏បំបាំងកាយនេះវាមិនមែនជារឿងថ្មីនៅក្នុងការលេងសៀកក្នុងជីវិតមែនតើទេគេធ្លាប់ធ្វើកន្លងមកហើយប៉ុន្តែវាត្រូវការចំណាយពេលវេលាហើយនឹងការរៀបចំយូរហើយអ្នកដែលត្រូវគេបំបាំងកាយនឹងសុទ្ធតែជាគ្នាឯងគេរៀបចំទុកមុនដោយនៅក្នុងរឿងនេះក៏គេបានបញ្យល់ដែរថាពូបារាំងដែលត្រូវបានគេហៅឡើងហ្នឹងត្រូវបានក្រុម The Four Horsemen ហ្នឹងរៀបចំ set up តាំងពីដើមមកគេបានប្រើចិត្តសាស្ត្រការសណ្ដំដើម្បីបង្រួបតាបារាំងហ្នឹងឲ្យមកមើលការសម្ដែងនៅ Las Vegas ហើយគេបានសង់ទូដៃคล้ายៗនៅក្រោមឆាកហ្នឹងលួចលុយអឺរ៉ូនៅពេលដុល្លារហ្នឹងដឹកលុយចេញទៅឲ្យធនាគារមួយនេះហើយចំនួនវិញដោយលុយคล้ายៗដែលបោះពុម្ពទៅលើกระดาษ flash paper ដែលអ្នកលេងសៀកតែងតែប្រើដើម្បីដុតបៀដុតกระดาษហ្នឹងព្រោះអីវាអត់មានផ្សែងអត់មានក្លិនអត់មានកំទេចអីទាំងអស់អីដែលបានហៀបទាំងអស់នេះស្ដាប់ទៅអាចធ្វើបាននៅក្នុងជីវិតពិតមែនតើប៉ុន្តែនៅត្រង់ឈុតដែល Merit នេះសំដំអ្នកបើកឡានដោយអត់មាននិយាយអីគ្រាន់តែមើលមកពីក្រៅកញ្ចក់ឡានហ្នឹងគឺអត់គួរឲ្យជឿហ្មងដល់ពេលចឹងទៅយើងចាប់បានហ្មងថា 100% Merit គឺចេះសិលមែនតើក្រោយការសម្ដែងហ្នឹងពួកគាត់ត្រូវបានខាង FBI agent Dylan Rhodes ហើយនិងប៉ូលីសស៊ើបអង្កេតរបស់បារាំងឈ្មោះ Alma Dre ចាប់ពួកគាត់សួរចម្លើយហើយនិងស៊ើបអង្កេតពីករណីមួយនេះពីអ្នកគាត់នេះបានទៅពិគ្រោះជាមួយនឹងអតីតអ្នកលេងសៀកឈ្មោះ Thaddeus ដើម្បីដឹងពីការពិតនៃការសម្ដែងមួយនេះបន្ទាប់មកពួកគាត់បានទៅតាមមើលការសម្ដែងទី2របស់ The Four Horsemen នៅឯរដ្ឋ New Orleans ដំបូងឡើយពួកគាត់សម្ដែងសៀកទូទៅធម្មតាដោយដែលយើងធ្លាប់ឃើញកន្លងមកប៉ុន្តែមកដល់ឈុតពពុះសាប៊ូនេះគឺបង្ហាញកាន់តែច្បាស់ទៀតហ្មងថា Henley គឺជាធ្មប់មែនតើណៃពួកអីពពុះសាប៊ូអាណាដែលអាចធ្វើឲ្យយើងហោះចឹងបាន She's got a point សម្រាប់ការសម្ដែងនៅក្នុងយប់ហ្នឹងពួកគាត់បានបញ្ចប់ដោយផ្ទេរលុយពីកងធនាគាររបស់ Arthur Tressler ដែលជាអ្នក sponsor ក្រុមរបស់ពួកគាត់ហ្នឹងតែឲ្យតែទស្សនិកជនទាំងអស់ដែលបានមកមើលការសម្ដែងយប់ហ្នឹងគេបានដឹងថាអ្នកមកមើលទាំងអស់ហ្នឹងគឺសុទ្ធតែត្រូវបានគេជ្រើសរើសឲ្យមកដោយសារតែពួកគាត់សុទ្ធតែជាជនរងគ្រោះនៅក្នុងគ្រោះធម្មជាតិព្យុះ Hurricane Katrina ប៉ុន្តែពួកគាត់អត់ទទួលបានសំណងពីក្រុមហ៊ុនធានារ៉ាប់រង Tressler Insurance របស់ពូ Arthur ហ្នឹងឯង Dylan បានតាមរកអាសយដ្ឋានដែលក្រុមសៀកនេះលាក់ខ្លួនគឺនៅ apartment នៅ New York ហ្នឹងនៅពេលដែលពួកគាត់ដឹងថាប៉ូលីសដឹងទីតាំងរបស់ពួកគាត់ Daniel Merritt ហើយនិង Henley បានរត់គេចខ្លួននៅសល់តែ Jack ដែលនៅពីក្រោយដើម្បីកំទេចផុសតាងទាំងអស់នឹងចោលមកដល់ត្រង់នេះរឿងនេះចាប់ផ្ដើមមានអារម្មណ៍ថាដូចមើលរឿង spy ដូចមើលរឿងចារកម្មមិនជាពិសេសនៅពេលដែល Jack វាយឈ្នះយកព្រៀបលើភ្នាក់ងាររបស់ FBI ហើយអាចធ្វើត្រាប់សម្លេងតាម Dylan បានទៀតពេលដែល Jack បើកឡានរត់គេចខ្លួនគាត់ក៏បានក្លាប់ឡានដែលធ្វើឲ្យឡាននឹងផ្ទុះគេសន្មតថាគាត់បាត់បង់ជីវិតនៅពេលហ្នឹងតែតាមពិតទៅវាគឺជាការបញ្ឆោតមួយទៀតរបស់ក្រុម The Four Horsemen ដែលគេបានរៀបគម្រោងការនេះតាំងពីដើមមកសម្រាប់ការសម្ដែងទី3ដែលជាការសម្ដែងចុងក្រោយរបស់ពួកគាត់ហ្នឹងពួកគាត់បានលួចទូដែកពីក្រុមហ៊ុន Elkhorn Security ដើម្បីទម្លាក់ការប្លន់ឬក៏ frame រឿងហ្នឹងទៅឲ្យតា Thaddeus ដែលចុងក្រោយគេបានបង្ហាញថា Dylan គឺជាមេប៉ាគឺជាអ្នកនៅពីក្រោយខ្នងក្រុម The Four Horsemen ហ្នឹងហើយហេតុផលដែលគាត់ធ្វើរឿងទាំងអស់នេះឡើងគឺដើម្បីរកយុត្តិធម៌ឲ្យប៉ារបស់គាត់ដែលជាអ្នកលេងសៀកដ៏ល្បីមួយឈ្មោះ Lionel Shrike ប៉ារបស់គាត់ហ្នឹងត្រូវបាន Thaddeus បកអាក្រាតការសម្ដែងរបស់គាត់ដែលនាំឲ្យគាត់ព្យាយាមស្ដារកេរ្តិ៍ឈ្មោះរបស់គាត់ឡើងវិញជាមួយនឹងការសម្ដែងកិច្ចខ្លួនពីក្នុងទូដែកដែលគេទម្លាក់ចូលទៅក្នុងទឹកទន្លេប៉ុន្តែជាឯកសារគាត់បានបាត់បង់ជីវិតនៅក្នុងពេលសម្ដែងហ្នឹងទូដែករបស់ក្រុមហ៊ុន Elkhorn គឺជាហេតុផលដែលនាំឲ្យប៉ារបស់គាត់ស្លាប់ដោយសារតែគេប្រើដែកអន់ចង់ចំណេញនៅក្នុងពេលផលិតពេកនាំឲ្យប៉ារបស់គាត់ត្រូវគៀបសង្កត់នៅក្នុងសម្ពាធទឹកនៅខាងក្រោមហ្នឹងហើយធនាគារ Credit Republican ដែលគេលួចលុយតាំងពីដើមរឿងហ្នឹងក៏ដូចជា Tressler Insurance ដោយសារតែពួកគេអត់ព្រមបើកលុយធានារ៉ាប់រងជីវិតតែឲ្យ Dylan តែនៅពេលដែលបង្ហាញថា Dylan ជាអ្នកនៅក្រោយខ្នងរឿងនេះអញ្ចឹងឈុតដែលដេញតាមទាំងអស់មួយរឿងពេញហ្នឹងតើគាត់សម្ដែងឬក៏ធ្វើពុតឲ្យណាគេមើលNow You See Me Too គឺជាវគ្គបន្ទាប់ដែលបានចេញនៅក្នុងឆ្នាំ2016វគ្គ2នេះបានណែនាំតួអង្គនិងសមាជិកថ្មីគឺ Lola May មកជំនួស Henley វិញ Dylan បានប្រមូល The Horsemen នឹងម្ដងទៀតដើម្បីមកបកអាក្រាតក្រុមហ៊ុនទូរស័ព្ទទុច្ចរិតមួយឈ្មោះថា Okta ដែលបានលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដើម្បីលក់ទៅលើទីផ្សារងងឹតមកដល់វគ្គ2នេះគ្រប់ឈុតទាំងអស់គ្រប់ដណ្ដប់ដោយ CGI ហ្មងហើយអញ្ចឹងទៅខ្ញុំខ្ជិលវិភាគតទៀតណាអ្នកទាំងអស់គ្នាដឹងហើយថាតួអង្គនៅក្នុងហ្នឹងគឺសុទ្ធតែចេះសិលទាំងអស់ហ្មងព្រោះអីបើអត់ចេះសិលទេអត់ដឹងថាមិនពួកគាត់ធ្វើអញ្ចឹងបានទេមិនបាច់មើលអីឆ្ងាយទេមើលតែវគ្គដែលឈុត3អ្នកគាត់បង្ហាញខ្លួននៅលើឆាកនេះហើយដឹងហើយខ្ញុំនឹកមិនក៏អត់ចេញដែរថាធ្វើមិនបានលោតចេញពី LED មកលើឆាកបានដោយរឿងនេះមែនតែនការសម្ដែងរបស់ក្រុមពួកគាត់ត្រូវបានរំខានដោយជនអនាមិកហើយបានលាតត្រដាងការពិតថា Jack នៅរស់ធម្មតាហើយ Dylan គឺជាអ្នកគប់គិតគ្នាជាមួយនឹង The Four Horsemen នឹងពួកគាត់ក៏បាននាំគ្នារត់គេចខ្លួនពីប៉ូលីសតាមចាប់នឹងតាមរយៈបំពង់តូយ៉ូពីលើដំបូលអគារពេលដែលគាត់ចុះមកដល់ក្រោមស្រាប់តែពួកគាត់បានឆ្លងមកដល់ទីក្រុងម៉ាកាវអ្នក
ទាំងអស់គ្នាមិនបាច់ឆ្ងល់ថាមិនបានសុកទៅដល់ប្រទេសចិនទេគឺដោយសារលុយសឹងតែគ្រប់ studio រឿង Hollywood ទាំងអស់ហើយកំឡុងពេលហ្នឹងនាំគ្នាតទៅរកទីផ្សារចិនខ្លាំងមែនតើហើយអត់មានអីដែលអាចតាក់ទាញទស្សនិកជនចិនបានក្រៅពីរឿងដែលថតនៅប្រទេសចិនទេប៉ុន្តែនៅក្នុងរឿងគេបានបញ្យល់ថាហេតុអីបានពួកគាត់អាច teleport ពីទីក្រុងមួយមកដល់ចិនហ្នឹងបានលឿនអញ្ចឹងគេបានបញ្យល់ថាពួកគាត់ត្រូវបានគេចាប់ខ្លួនមកដល់ម៉ាកាវហ្នឹងដែលបងប្អូនភ្លោះរបស់ Merritt ឈ្មោះ Chase ដែលជាអ្នកលេងសៀកបកកែខាងសំដំដែរប៉ុន្តែគាត់ប្រើ prop ប្រើរបស់របរជាជំនួយហើយ Chase នេះបានទទួលបញ្ជាឲ្យចាប់ខ្លួនពួកគាត់ពី Walter Marbury ដែលសម្ដែងដោយ Daniel Radcliffe ពួកគាត់ត្រូវបានគេសណ្ដំតាមរយៈសំឡេងហើយនឹងភ្លើងនៅក្នុងបំពង់តាយ៉ូហ្នឹងឲ្យសន្លប់ហោះពួកគាត់មកដល់ប្រទេសចិនរួចទម្លាក់ចោលនៅក្នុងបំពង់ផ្សេងមួយទៀត Walter បានចាប់ចម្រិតពួកគាត់មកដើម្បីឲ្យពួកគាត់ចូលទៅលួចប្រទេស Chip ពី Owen ដែលជា CEO របស់ Octo មុនហ្នឹងហើយក៏ជាអតីតដៃគូរកស៊ីរបស់ Walter ពេលដែល Daniel ព្រមទទួលការងារមួយនេះយើងទទួលបានឈុតដ៏ iconic មួយប្រចាំរឿងហ្នឹងគឺឈុតកុកបៀនេះឯងវីដេអូឈុតនេះមានអ្នកមើលជាង46លានដងនៅលើ YouTube so គួរតែដឹងថាវា iconic ខ្លាំងប៉ុណ្ណាឈុតនេះលយល្អមើលហើយក្បាច់បៀដែលគេគប់ដែលគេប្រើនៅក្នុងហ្នឹងណាភាគច្រើនសុទ្ធតែអាចធ្វើបានមែនតើលើកលែងតែឈុតគប់បៀឆ្លងមនុស្សនេះហើយឈុតបញ្ជូនសិលឹកបៀរត់ពេញអាងហ្នឹង Dylan បានទៅរកជំនួយពី Thaddeus ដើម្បីតាមរក The Four Horsemen ហើយ Thaddeus បានរត់គេចខ្លួនកំឡុងពេលដែលដើរមើលនៅក្នុងហាងលក់របស់លេងសៀកឈុតគេចខ្លួនកន្លែងនេះគឺអត់ make sense ភ្លាវខ្លាំងមែនតើហ្មងហេតុអីបាន Dylan អត់ព្រមចូលទៅតាមទៅព្រោះអីច្បាស់ថាតានឹងនៅក្រោយទូហ្នឹង Daniel បានយក chip ដែលពួកគាត់បានលួចបានហ្នឹងទៅឲ្យ DI ដើម្បីគេចពី Walter តែពេលហ្នឹងទើបគាត់ដឹងថាតាមពិតទៅ Walter បានបន្លំខ្លួនធ្វើជា DI តាំងពីដើមមកហើយកំឡុងពេលហ្នឹងដែរ Walter បានចាប់ខ្លួន Dylan ដាក់ចូលទៅក្នុងទូដែកដើម្បីត្រៀមទម្លាក់ចូលទៅក្នុងទឹកដោយប៉ារបស់គាត់អញ្ចឹងដែលនេះគឺជាការសងសឹកឲ្យ Arthur Tressler ព្រោះអីគេបានឲ្យដឹងថា Walter ហ្នឹងគឺជាកូនរបស់ Arthur ឈុតធំចុងក្រោយរបស់វគ្គនេះខ្ញុំមានអារម្មណ៍ថាវាអត់សូវណាស់ណាវាអត់សូវធំគ្រប់គ្រាន់សម្រាប់ finale របស់រឿងនេះប៉ុន្តែបើនិយាយពីសាច់រឿងជារួមវិញណាវាបានបញ្ចប់សេចក្តីពេញលេញឲ្យរឿងទាំងពីរនេះបានល្អគួរសមដែរដើម្បីតាក់ទាញចំណាប់អារម្មណ៍ពី Walter ហើយនិង Arthur បាន The Four Horsemen នឹងបានធ្វើការសម្ដែងនៅ London នៅពេលដាច់ឆ្នាំដែលពួកគាត់បានប្រកាសថាពួកគាត់នឹងបកអាក្រាតអាថ៌កំបាំងរបស់ Walter Jack បានសម្ដែងការទាយសិលឹកបៀដែលគេបានបង្ហាញក្នុងរឿងហ្នឹងពីការប្រើបងប្អូនភ្លោះហើយនឹងមានច្រកលាក់ខ្លួនដើម្បីបដូរមនុស្សអីហ្នឹងប៉ុន្តែឆ្ងល់នៅពេលដែលគាត់បាញ់បៀដើម្បីបំបាំងកាយឬក៏ហត់កិច្ចហ្នឹងណាតើគាត់ហត់ទៅតាមណាព្រោះអីអត់មានឃើញចន្លោះឬក៏ទ្វារឬក៏ trap door ណាដែលអាចធ្វើឲ្យគាត់ហត់កិច្ចខ្លួនបានលឿនដល់ថ្នាក់ហ្នឹងណា Daniel ក៏អញ្ចឹងដែរគាត់ធ្វើការសម្ដែងប្រឈប់ទឹកដែលគេបានបញ្យល់ច្បាស់នៅក្នុងរឿងហ្នឹងដែរតែពេលដែលគាត់ទម្លាក់ខ្លួនលើដីហើយបំបាំងកាយសល់តែអាវហ្នឹងតើគាត់ហត់ទៅតាមណាព្រោះអីខាងក្រោមហ្នឹងគឺថ្មស៊ីម៉ង់ធម្មតាហ្នឹងអត់មានទ្វារអត់មានអីទាំងអស់ហើយមនុស្សមើលជុំវិញហ្នឹងទៀតអញ្ចឹងបាទខ្ញុំនិយាយថាតួអង្គនៅក្នុងរឿងហ្នឹងទាំងអស់គឺសុទ្ធតែជាអ្នកចេះសិលមែនតើណី anyways ចុងក្រោយពួកគាត់បានបកអាក្រាតពីអ្នកឪកូនហ្នឹងបានសម្រេចដោយបញ្ឆោតឲ្យពួកគាត់បង្ហាញធាតុពិតហើយផ្សាយបន្តផ្ទាល់ឲ្យទស្សនិកជនមើលហើយក្រោយមកទៀត The Four Horsemen ហ្នឹងបានជួបជាមួយនឹងសមាជិកដទៃទៀតនៅក្នុងក្រុមសម្ងាត់ DI ហ្នឹងហើយគេបាននិយាយដឹងថាតាមពិតទៅ Thaddeus គឺជាមេក្រុមរបស់ DI ហ្នឹងតាំងពីដើមមកហើយគាត់ក៏ជាដៃគូរបស់ Lionel Strike ដែលតាំងពីដើមមកគាត់ធ្វើពុតជាគូប្រជែងគ្នាទេបើប្រៀបធៀបរឿងទាំងពីរនេះខ្ញុំគិតថាវគ្គ2នេះអត់សូវមានរសជាតិដិតដូចវគ្គ1ទេតែវាមានចំណុចតាក់ទាញរបស់វាមានភាពលេចធ្លោជាពិសេសឈុតប្រើសៀកប្រើសិលហ្នឹងគឺវា excited គួរសមដែរលើកលែងតែឈុតចុងក្រោយដែលខ្ញុំបាននិយាយមុនហ្នឹងប៉ុន្តែវានៅតែគួរឲ្យតែសើដែលវាបានបញ្ចប់សេចក្តីរឿងសាច់រឿងទាំងពីរនេះបានល្អដែរពេលដែលរឿងហ្នឹងចេញដំណឹងនៃការផលិតវគ្គ3ហ្នឹងក៏មានភ្លាមៗនៅក្នុងឆ្នាំ2016ហ្នឹងហ្មងដែលគេបាន confirm ថាអ្នកដឹកនាំ John M. Chu ហ្នឹងនឹងត្រឡប់មកដឹកនាំម្ដងទៀតនៅក្នុងវគ្គ3តែកម្រងនៃការផលិតហ្នឹងចេះតែខិតទៅមុខទៅរហូតមកដល់ឆ្នាំ2022ទើបគេមានព័ត៌មានពីវគ្គបន្តទៀតលោក Ruben Fleischer នឹងមកដឹកនាំវគ្គ3ចំណងជើង Now You See Me Now You Don't ដែលនឹងចេញនៅក្នុងខែវិច្ឆិកាឆ្នាំ2025នេះហើយខ្ញុំអត់ហ៊ានរំពឹងទុកខ្ពស់ប៉ុន្មានទេដោយសារតែវគ្គ2មុនវាបានបញ្ចប់សេចក្តីល្អហើយខ្ញុំមិនដឹងថាគេនឹងនាំយកសាច់រឿងអីទៀតមកនៅក្នុងវគ្គ3ហ្នឹងតែសង្ឃឹមថាឲ្យតែវាល្អមើលដូចវគ្គ1ទៅគឺអូខេហើយបើតាមមើលស្នាដៃកន្លងមករបស់ director នេះគាត់បានដឹកនាំរឿង Zombieland ទាំងពីរវគ្គដែលខ្ញុំចូលចិត្តខ្លាំងមែនតើហ្មងតែគាត់ក៏បានដឹកនាំរឿង Venom ទាំងពីរវគ្គក៏ដូចជារឿង Uncharted ដែលទើបតែចេញនឹងដែរអញ្ចឹងទៅខ្ញុំអត់សូវហ៊ានសង្ឃឹមខ្ពស់វិញប៉ុន្តែវគ្គថ្មីរបស់រឿង Now You See Me នេះមានការត្រឡប់មកវិញនៃតួអង្គ Henley ដែលសម្ដែងដោយ Isla Fisher ហ្នឹងក៏ដូចជាមានការចូលរួមសម្ដែងពី Rosamund Pike អញ្ចឹងទៅខ្ញុំហ៊ាន excited នៅក្នុងការមើលថែមមួយកម្រិតវិញសរុបសេចក្តីវីដេអូនេះឡើងមកវិញទៅគឺចុងក្រោយតួអង្គអ្នកលេងសៀកនៅក្នុងរឿងហ្នឹងគឺសុទ្ធតែចេះសិលទាំងអស់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយ like share subscribe ហើយនិង follow ខ្ញុំផងបើសិនជាចង់ឲ្យខ្ញុំនិយាយអំពីរឿងអីទៀតអាច comment ប្រាប់នៅខាងក្រោមនេះបានខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណបាយបាយ